យ៉ាអញ្ចឹងតើបានជាជុំវិញផ្សារនាគមាសក៏ដូចជាតាមមកដោយផ្លូវនានាក្នុងទឹកដីសង្កាត់ផ្សារដើមកើខណ្ឌទួលកើករាជធានីភ្នំពេញទោះបីជាអាជ្ញាធរខណ្ឌចុះរៀបចំសម្ដាប់ធ្នាប់ទៅលើបងប្អូនជាអាជីវករដែលលក់ដូរយ៉ាងណាក៏ដោយក៏មិនដែលចេះចប់មិនដែលចេះហើយនោះសោះដែរពលគឺរៀបខាងមុខលក់ខាងក្រោយរៀបខាងក្រោយលក់ខាងមុខតាមពិតមានអ្នកអញ្ចឹងសោះតើផ្សាយចេញពីរាជធានីភ្នំពេញនៅជុំវិញផ្សារនាគមាសក៏ដូចជាតាមបណ្ដោយផ្លូវនានាក្នុងទឹកដីសង្កាត់ផ្សារដើមកើខណ្ឌទួលកើករាជធានីភ្នំពេញគេសង្កេតឃើញថាតែងតែស្ទះចរាចរណ៍ពិបាកពុកម៉ែបងប្អូនក៏ដូចជាប្រជាពលរដ្ឋពិបាកធ្វើដំណើរទោះបីជាអភិបាលខណ្ឌទួលកើកក៏ដូចជាអភិបាលរងខណ្ឌចុះរៀបចំសម្ដាប់ធ្នាប់ទៅលើបងប្អូនជាអាជីវករដែលយកផ្លូវសាធារណៈរបស់រដ្ឋមកលក់ដូរយ៉ាងរញ៉េរញ៉ៃទាំងអស់នោះយ៉ាងណាក៏ដោយគឺរៀបចំបានតែមួយដង្ហើមចង្រិតតែប៉ុណ្ណោះប្រជាពលរដ្ឋក៏ដូចជាមហាជនបានឆ្ងល់ថាចុះហេតុអ្វីពេលដែលអាជ្ញាធរចុះរៀបចំសម្ដាប់ធ្នាប់លើអាជីវករដែលលក់ដូររំលោភយកផ្លូវសាធារណៈទាំងអស់នោះយ៉ាងណាក៏ដោយក៏អាជីវករទាំងអស់នោះនៅលក់បានដដែលតាមពិតគឺមានបរិះម្នាក់ស្លៀកពាក់ស៊ីវិលម្នាក់នេះដើរយកលុយលើអាជីវករដែលលក់ដូរទាំងអស់នោះអញ្ចឹងសោះប្រជាពលរដ្ឋក៏ដូចជាមហាជនបានឆ្ងល់ថាតើបរិះម្នាក់នេះជានរណាបានជាហ៊ានដើរយកលុយពីបងប្អូនអាជីវករដែលលក់ដូររំលោភយកផ្លូវសាធារណៈរបស់រដ្ឋទាំងអស់នោះបានដោយស្រួលអញ្ចឹងសោះចុះហេតុអ្វីបានជាបរិះម្នាក់នេះមានទួនាទីអ្វីខ្លាំងម្លេះសូមពុកម៉ែបងប្អូនទស្សនាវីដេអូទាំងស្រុងដូចតទៅក្រំនៅក្នុងផ្សារដែរដល់ពេលខាងនេះយើងអត់ត្រូវនិយាយការងារព្រោះចេះមិនតែយើងក្នុងផ្សារខ្ញុំអត់បាននិយាយជំរាបទេប៉ុន្តែបើមេតែដល់ពេលមេអ្នកឯងដឹងស្គាល់ខ្ញុំហើយតែស្គាល់បងឯងទេចាអត់ស្គាល់ខ្ញុំតែមេលោកឯងស្គាល់ខ្ញុំហើយហើយចាំបើលោកឯងដើរយកវិលជុំអញ្ចឹងផ្សារនឹងផ្សារក្រៅនឹងក្រៅកុំចេះយកដើរយកហើយមកអ្នកឯងយកក្នុងផ្សារអ្នកឯងចោតមកយកខាងស្រាប់ធ្នាប់មកយកអីក៏ស្រាប់ធ្នាប់